តើអ្នកទាំងអស់គ្នាមានដឹងអត់ថា Department វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិកគេសិក្សាទៅលើអ្វីខ្លះនិងមានឱកាសការងារអ្វីខ្លះចំពោះការសិក្សាគឺគេសិក្សាទៅលើការរចនាប្រព័ន្ធ CQ Analog និង Digital ប្រព័ន្ធ Micro Processor និងប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិការរចនាអង្តែននិងការវិភាគរលកវិទ្យុទូរគមនាគមន៍និងប្រព័ន្ធបណ្ដាញប្រព័ន្ធ Radar ចំពោះការស្រាវជ្រាវគឺយើងស្រាវជ្រាវទៅលើ Electromagnetic Capability Electromagnetic Interference ប្រព័ន្ធវិស្វកម្មវៃឆ្លាត Internet of Things IoT ប្រព័ន្ធផ្ទះនិងទីក្រុងវៃឆ្លាត Micro Processor និងប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិចំពោះឱកាសការងារគឺយើងអាចក្លាយទៅជាវិស្វករផ្នែកទូរគមនាគមន៍និងអេឡិចត្រូនិកវិស្វកររលកវិទ្យុអ្នករចនាប្រព័ន្ធបណ្ដាញអ្នកគ្រប់គ្រងប្រព័ន្ធផលិតកម្មក្នុងរោងចក្រសាស្ត្រាចារ្យអ្នកស្រាវជ្រាវចាំបើសិនជាបងប្អូនមានបំណងក្នុងការស្វែងរកការងារធ្វើកម្មសិក្សាចង់ប្រឹក្សាយោបល់ទាក់ទងនឹងបញ្ហាផ្សេងឬក៏សម្រាប់ក្រុមហ៊ុនដែលចង់ស្វែងរកសិស្សនិស្សិតទៅបម្រើការងារអាចទាក់ទងមកកាន់ Telegram របស់ UICC តាមរយៈ QR Code និង link ខាងលើ